ពេលដែលបើคลิปហុកដោយប្រយោគអីមុននឹងធ្វើ content យើងត្រូវគិត script សិនសំខាន់ណាស់ script យើងចង់ឲ្យគេស្គាល់ brand យើងអត់ពិបាកទេចំណុចដែលសំខាន់ដែលម្ចាស់ brand ទាំងអស់គ្នាត្រូវឡើងមកលើ online មិនមែនត្រឹមតែធ្វើឲ្យគេស្គាល់ទេណានេះបរៀនណាដែរណាចាបានរៀនដែរឃើញអត់ចាមាន clip content ជាច្រើន view ច្រើនតែអត់កើតការលក់ដោយសារអីគេបានត្រឹមតែស្គាល់គេបានត្រឹមតែគេអត់ចាំចាអត់ចាំហើយស្គាល់ហើយយើងក៏អត់ទុកចិត្តទៀតអត់ទុកចិត្តអញ្ចឹងនៅពេលដែលយើងធ្វើ clip លក់ rebrand ហាងណារឿងដែលសំខាន់គឺយើងត្រូវមាន script មានការវ៉ាងប្រង content សិនដូចខូចអានេះគឺចុះមកជួយកូនសិស្សនេះមកថត review ហាងតែមិនមកអានេះមកលើកទីប្រហែលហើយលើកទីច្រើនលើកទីច្រើនមុននឹងគិតធ្វើ content ណាចំណុចសំខាន់របស់ clip យើងមិនមែនចេះតែនិយាយលឿយពឿយទេសំខាន់យើងកញីឲ្យអតិថិជនចាំរឿងអីនៅក្នុងហាងយើងមិនមែនជាការធ្វើឲ្យស្គាល់ទេណាចាំមិនន័យថាយើងធ្វើឲ្យតង់ឲ្យស្គាល់ឲ្យជឿ fan សទ្ធាអតិថិជនសទ្ធាជាមួយ brand យើងឲ្យចាំទៀតមិនន័យថាមានថា top of mind ដែលខូចតែនិយាយឲ្យគេនឹកឃើញទិញយើងគេនឹកឃើញអីឃើញយើងហ្មងព្រោះមួយឆ្នាំជាងមុនអត់មានទេណាចាសម្បូរសម្បត្តិចេញមុនគេឥឡូវ search page ងាយមិញគឺច្រើនខ្លាំងមែនតើចឹងសរុបនៅក្នុងការធ្វើ content កន្លែងនេះគឺមិនមែនចេះតែថតទេម្ចាស់ brand ទាំងអស់ណានេះឲ្យចំណេះដឹងការធ្វើ clip ចំណុចដែលសំខាន់តើយើងញីចំណុចលេចធ្លោរបស់ហាងយើងទៅឲ្យអតិថិជនចាំរឿងអីមិនឲ្យគឺ3រឿងមែនទេចំណុចលេចធ្លោចាដែលហាងយើងមានលក់100មុខអញ្ចឹងយើងញីតែចំណុចលេចធ្លោទៅសិនទៅលើកក្នុង clip អញ្ចឹងក្រុងសាងនៃការធ្វើ clip ពេលដែលបើ clip ហុកដោយប្រយោគអីរួចឲ្យលើកចំណុចលេចធ្លោរបស់យើងសេវាកម្មរបស់យើងមកបន្ទាប់មក call to action នេះឲ្យគេតាក់ទងយើងតាមណា location នេះចំណុច location ពេលដែលផុស complete ដែលយើងមានហាងចេះ location នឹង hashtag នេះក៏សំខាន់បើនៅ TikTok ព្រោះ TikTok ឥឡូវគឺជាការ search រកដូចយើង search Google អញ្ចឹងចំណុចមួយដែលខូចមកសម្រួល brand សម្បូរសម្បត្តិគឺទី1នៅពេលដែល search អត់ជឿ hashtag ចាយូរហើយអត់ជឿ hashtag អត់មែន hashtag កន្លែងហ្នឹងដោយសារតែពាក្យ keyword មួយចំនួននៅពេលដែលគេ search រកអញ្ចឹងមានន័យថាឡើងលើ online យើងរកក្រុមអតិថិជនគោលដៅមួយធ្វើឲ្យគេចាំគេស្គាល់ក្រុមអតិថិជនមួយទៀតគឺតែជ្រូករត់ចូលឡើងតភាសារបស់ខូចគឺជ្រូករត់យកទាំងតចាគាត់រៀននៅ course content គឺមានន័យថាម៉េចគេ search រកមកគេ search រកយើងគេរត់ចូលរកយើងវាអត់ជប់ hashtag មកគ្នាដឹងទេក៏ search មើលកដាហ្នឹងកដាអត់ចូលមួយគេបាត់មិនក៏អត់ជឿចឹងអីមិនហើយ brand ឡើងធំជាងគេហើយ brand ធំជាងគេធ្វើមុនគេទៀតពេលមុន search អត់មានទេណាចាអត់មាន brand នេះអត់មានអ្នកណាគិតចេះធ្វើទេជាងមួយឆ្នាំជាងមុននេះបានថាថ្ងៃនេះមកទុកយ៉ាំកូនសិស្សទៀតអត់មានភ្លេចខ្លួនអញ្ចឹងទេយើងមិនធ្វើគេធ្វើយើងដឹងមុនគេតែយើងធ្វើក្រោយគេក៏ចាញ់គេសរុបមក brand ហ្នឹងសំខាន់មែនទែនការដែលយើងនំស្នើទៅឲ្យអតិថិជននៅលើ online មិនមែនមានមួយហាងទេរាល់ថ្ងៃនេះមិនថាជាសម្បូរសម្បត្តិគ្នាមានស្គូស្គីអីចាអញ្ចឹងឲ្យគេចាំរឿងអីនេះអញជាចំណុចលេចធ្លោរបស់ហាងរបស់ brand យើងអញ្ចឹងបានឲ្យរៀនធ្វើ clip លក់ឲ្យគ្រប់គ្នាគឺផ្ដោតរឿងនេះសំខាន់អញ្ចឹងអរគុណសម្រាប់អ្នកមើលឃើញ clip នេះកុំភ្លេច share ទុកមើលហើយក៏កុំភ្លេចចាំទៅមើល clip របស់សម្បូរសម្បត្តិ no page សម្បូរសម្បត្តិផងអញ្ចឹងបាយ